រឿងវាសនានាងសុវណ្ណលក្ខណ៍កាលសម័យថ្ងៃមួយមានស្ត្រីម្នាក់ឈ្មោះនាងសុវណ្ណលក្ខណ៍ល្បីល្បាញថាជាស្ត្រីស្រស់ស្អាតណាស់នាងរស់នៅជាមួយម្ដាយចាស់ម្នាក់ក្នុងផ្ទះតូចមួយឆ្ងាយពីទីក្រុងប្រជុំជននាងមានភាពស្និទ្ធស្នាលនឹងគ្រួសារខ្លាំងហើយថែទាំងចេះជួយកិច្ចការផ្ទះគ្រប់សពបែបយ៉ាងរាល់ព្រឹកនាងតែងតែជួយម្ដាយធ្វើអាហារហើយនឹងរទេះជាមួយអ្នកជិតខាងផងគ្រួសារនាងរស់នៅយ៉ាងសាមញ្ញទោះជានាងក្រលំបាកគ្នាអ្វីៗនាងក៏មិនភ្លេចភាពសប្បុរសដែរថ្ងៃមួយមានជនម្នាក់ឈ្មោះច័ន្ទមង្គលគឺជាបុរសសុភាពសង្ហាសមរម្យមកដល់ភូមិនាងគាត់ជាបុរសធ្វើការជាអ្នកជួញដូរហើយជាមនុស្សមានទឹកចិត្តនិងគំនិតល្អពេលឃើញនាងសុវណ្ណលក្ខណ៍គាត់ចាប់អារម្មណ៍ជាខ្លាំងហើយបាងសុំស្នេហាកាលនោះម្ដាយនាងសុវណ្ណលក្ខណ៍សូមឲ្យកូនស្រីសម្រេចចិត្តដោយខ្លួនឯងនាងបានគិតពិចារណាថាបុរសម្នាក់នេះមានចិត្តល្អមិនប្រកាន់ទ្រព្យសម្បត្តិហើយស្រឡាញ់ដោយស្មោះត្រង់ដូច្នេះនាងសុវណ្ណលក្ខណ៍យល់ព្រមរៀបការជាមួយច័ន្ទមង្គលក្រោយពីរៀបការរួចពួកគេរស់នៅដោយសុខសាន្តនិងគោរពគ្នាទៅវិញទៅមកពួកគេជួយគ្នាធ្វើការងារធ្វើសេចក្តីសប្បុរស័ក្តិជួយអ្នកដទៃជីវិតគ្រួសាររបស់ពួកគេពោរពេញដោយសុភមង្គល